រឿងតុនសាយនឹងខ្យងគ្រាមួយតុនសាយវាបំរុងនឹងផឹកទឹកតែត្រូវខ្យងហាមឃាត់មិនឲ្យផឹកទឹកទេហើយសត្វទាំងពីរនោះក៏ឆ្លោះគ្នាតុនសាយបបួលខ្យងរត់ប្រណាំងគ្នាដោយវាបោលលើគោករីឯខ្យងហាលក្នុងទឹកដោយដាក់ខសន្យាថាបើខ្យងវាលឿនជាងខ្លួនវានឹងឈប់ផឹកទឹកត្រពាំងអស់មួយជីវិតរីឯខ្យងក៏បានរៀបល្បិចនៅបណ្ដាក់គ្នាជុំវិញបឹងអ្នកនៅខាងមុខត្រូវឆ្លើយជានិច្ចរាល់ពេលដែលតុនសាយហៅនៅពេលដែលរាជគម្រោងស្រេចបាច់ហើយក៏ព្រមគ្នាដោយមិនដឹងអំពីល្បិចរបស់ខ្យងតុនសាយក៏បានចាញ់ហើយក៏ទទួលស្គាល់អំពីប្រាជ្ញាខ្យងតាំងពីពេលនោះមកតុនសាយក៏ឈប់ផឹកទឹកត្រពាំងជារៀងរហូតអត្ថន័យនិយាយរួមមកនៅក្នុងដំណើររឿងនេះជារឿងនិទានកថាសត្វដែលបានលើកឡើងអំពីប្រវត្តិនៃការផឹកទឹកសន្សើមរបស់សត្វតុនសាយដើមឡើយនៅក្នុងរឿងនេះក៏បានបង្ហាញពីតថភាពសង្គមផងដែរពីបញ្ហាអំនួតអួតអាងដោយឥតគិតថាអ្នកដទៃពុំស្មើខ្លួនដូច្នេះភាពគ្រប់ជ្រុងជ្រោយរបស់មនុស្សនៅមានកម្រិតបើអញ្ចឹងជើងមេឃនិងជើងមុងប្រកាសជាខុសគ្នានេះមិនខុសពីរឿងនិទានសត្វតុនសាយនិងសត្វខ្យងនេះជាដើមនៅក្នុងដំណើររឿងនេះដោយសារតែភាពឆ្លាតវៃរបស់ខ្យងដែលមានការសហការគ្នាជាកម្លាំងសាមគ្គីបានធ្វើឲ្យតុនសាយដែលមានអំនួតអួតអាងហួសផែនដីហ៊ានភ្នាល់រត់ប្រណាំងជាមួយនឹងសត្វខ្យងដោយមើលងាយថាឆ្លាតមិនដល់ខ្លួនក៏ទោះបីខ្យងមិនសូវមានប្រាជ្ញាដូចតុនសាយក៏ដោយក៏ប៉ុន្តែដោយសារតែខ្លួនតូចក៏ពិតមែនមានការសាមគ្គីភាពល្អការតស៊ូព្យាយាមដាក់ផែនការបានល្អដោយរត់បណ្ដាក់គ្នាប្រណាំងនឹងសត្វតុនសាយក្នុងត្រពាំងមួយហើយនៅទីបំផុតសត្វតុនសាយចុះចាញ់សត្វខ្យងនៅក្នុងការប្រណាំងដែលជាលទ្ធផលបានជ័យជំនះឈ្នះទៅលើសត្វខ្យងទាំងនេះក៏ដោយសារតែខ្យងមានប្រាជ្ញាក្នុងការប្រើល្បិចនិងសាមគ្គីគ្នារហូតដល់ឈ្នះសត្វតុនសាយហើយចាប់ពីពេលនោះមកសត្វតុនសាយក៏ឈប់ផឹកទឹកអណ្ដូងទឹកបឹងបួតែប្ដូរមកជាផឹកទឹកសន្សើមចាប់ពីពេលនោះមករហូតដល់សព្វថ្ងៃនេះហើយមូលហេតុដែលសត្វតុនសាយមកផឹកទឹកសន្សើមក៏ដោយសារតែសត្វតុនសាយបានចាញ់ក្នុងការភ្នាល់គ្នាជាមួយនឹងសត្វខ្យងក្នុងវិញ្ញាសារត់ប្រណាំងតែបើតុនសាយឈ្នះតុនសាយនៅផឹកទឹកបឹងទឹកត្រពាំងដូចដើមតែបើតុនសាយចាញ់វិញតុនសាយត្រូវឈប់ផឹកទឹកបឹងទឹកត្រពាំងជារៀងរហូតក្នុងន័យនេះអ្នកនិពន្ធលោកចង់ដាស់តឿនដល់ជនទូទៅដែលមានចំណេះដឹងប្រាជ្ញាកុំឲ្យមានអំនួតអួតអាងមានមោទនភាពលើខ្លួនឯងជ្រុលពេកព្រោះថាដំរីជើង4គង់តែមានភ្លាត់រីឯអ្នកប្រាជ្ញចេះស្ទាត់គង់តែមានផ្លេចដូច្នេះហើយក៏មើលងាយអ្នកដទៃដោយគិតថាគេមិនស្មើខ្លួនឲ្យសោះយ៉ាងណាវិញបុរាណបានបណ្ដាំថាចេះឯងឲ្យក្រែងចេះគេចេះឯងប៉ិនទន្លេចេះគេប៉ិនសមុទ្រជាធម្មតានៅក្នុងសង្គមអ្នកដែលមានចំណេះដឹងមានច្រើនណាស់គ្រាន់តែពេលខ្លះគេមិនចង់បញ្ចេញតែប៉ុណ្ណោះហើយក៏មិនចង់ឈ្នះមិនចង់ចាញ់ជាមួយជនដែលមានអំនួតអួតក្អេងក្អាងតែប៉ុណ្ណោះអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាមានកំហុសឆ្គងអធិស្ឋានផងអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូខ្ញុំមួយនេះកុំភ្លេចចុច Subscribe ហើយដាក់កណ្ដឹងម្នាក់មួយផងហើយ Like Comment Share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ